បាទអញ្ចឹងយើងតទៀត tool ចុងបញ្ចប់តើតួ tool vertical tie tool វាអត់ខុសប្លែកពី tool ខាងលើប្រមាណទេគឺ tool horizontal tie tool ហ្នឹងគឺយើងបានរៀបលម្អិតរួចមកហើយតែពីមុនមកហ្នឹងអញ្ចឹងឥឡូវយើងរៀនពី tool vertical tie tool នេះសិតតែ tool អក្សរអីគ្រាន់តែនេះវាខុសប្លែកពីលើបន្តិចដោយសារតែ tool នេះគឺយើងទៅសេអក្សរគឺយើងពីលើចុះក្រោមហើយសេពីលើពីឆ្វេងមកស្ដាំហើយសរសេរពីលើចុះក្រោមដូចយើងសេអក្សរចិនអញ្ចឹងអូខេសរសេរពីលើចុះក្រោមអញ្ចឹងអានេះយើងសរសេរពីឆ្វេងមកស្ដាំបាទនេះយើងសរសេរខុសគ្នាអញ្ចឹងវាទៅលើ tool នេះខ្ញុំបានបញ្យល់លម្អិតអស់ហើយគ្រាន់តែក្រៅខុសគ្រាន់តែយើងសរសេរពីលើចុងក្រោមប៉ុណ្្នឹងឯងដល់ពេលអានេះ horizontal tie mark tool នេះវាខុសប្លែកពីលើអា2នឹងបន្តិចយើងចេះអាទី1ឬចេះទី2អញ្ចឹងហើយចេះអាទី3ឬចេះទី4អញ្ចឹងអញ្ចឹងអាទី3ហ្នឹងគឺយើងទៅសេ tool ចេះបើអក្សរយើងចាប់កន្លែងទីតាំងឡើយរូបភាពកន្លែងណាគឺវាចាប់យកវាធ្វើជាផ្ទៃ background របស់វាវិញឧទាហរណ៍ខ្ញុំទៅសេអញ្ចឹងមកចុះខ្ញុំទៅសេមជ្ឈមណ្ឌលកុំព្យូទ័របាទទូអញ្ចឹងខ្ញុំទៅសេបានប៉ុណ្្នឹងហើយចុចមួយ tool តើមកឈប់កន្លែងនេះ tool select tool new layer by copy តើមកខ្ញុំយកកន្លែងនេះពីវាមិនបោះមកតង់ទៀតមកអូខេបានអញ្ចឹងមានថាយើងយកមើលឃើញអក្សរវាឈរកន្លែងណាដូចជាកន្លែងសក់ចាប់យកសក់សាច់វាចាប់យកសាច់ធ្វើជាផ្ទៃផុត background វាវិញអញ្ចឹងខ្ញុំធ្វើស្ដាំខ្ញុំវាយមកខ្ញុំចេះតែវាយមកគាត់ថាអញ្ចឹងចុះចូលមក tool តើមកចូល layer new layer by copy ហើយ layer by នេះ bevel and emboss មិនចាំប៉ះពាល់អីទេអូខេមកចប់តើតូននឹង tool នេះ horizontal tie mark tool សម្រាប់យើងធ្វើអញ្ចឹងលក្ខខណ្ឌវាអញ្ចឹងយើងសន្មតថាចប់ប៉ុណ្ណឹងការយើងសិក្សាទៅលើ tool